គេបង្ហាញបងប្រុសរបស់យើងគាត់កំពុងតែលេបអាហារយ៉ាងលឿនគ្រាន់តែឃើញភ្លាមវីបេងរបស់យើងក៏និយាយថាហេតុអ្វីបានជាលោកម្ចាស់ធ្វើបែបនេះធ្វើខ្លួនឲ្យសមជាលោកម្ចាស់បន្តិចមើលភ្លាមនោះគាត់ក៏តបថាខ្ញុំមិនមែនផឹកហើយក្អកទេឯងទេតាដែលធ្វើរឿងអស់ហ្នឹងចាំបានទេគាត់ក៏និយាយបោះសម្ដីដាក់គ្នាឯម្នាក់នោះក៏បិទមាត់ឈឹងដូច្នេះឥឡូវនេះបងប្រុសរបស់យើងក៏សួរទៅកាន់ជីនថាឮថាម្សិលមិញមេឃុំបានមកមែនទេជីនរបស់យើងក៏ឆ្លើយថាមែនហើយលោកម្ចាស់របស់យើងបានអញ្ជើញយើងទាំងអស់គ្នាទៅញ៉ាំអាហារថ្ងៃត្រង់នៅថ្ងៃសាយជីនបាននិយាយថាមានលិខិតអញ្ជើញមួយបានមកដល់អូហូលោកម្ចាស់បានអញ្ជើញឬគាត់បានសួរដោយការភ្ញាក់ផ្អើលបន្តិចជីនរបស់យើងដំបូងឡើយបានសម្រេចចាត់ថាមិនទទួលយកលិខិតអញ្ជើញនេះទេប៉ុន្តែមានមនុស្សឈួតម្នាក់ដែលមិនពាក់ព័ន្ធសោះបានមកប្រាប់ខ្ញុំថាអ្នកត្រូវតែទទួលយកវាដោយសារតែហេតុផលនោះហើយទើបគ្មានជំរឿនផ្សេងក្រៅពីទទួលយកវាហើយមកទីនេះមនុស្សឈួតនោះមិនមែនជានរណាផ្សេងទេគឺអាអ្នកពាក់កំប៉ោយអង្គុយនៅក្បែរនឹងឯងគឺមូជីននឹងឯងដែលធ្វើវាជីនរបស់យើងបាននិយាយបងប្រុសរបស់គេក៏បានសរសើរមូជីនបន្តិចហើយនិយាយថាការដែលឯងទទួលយកលិខិតអញ្ជើញនេះពិតជារឿងល្អមែនជីនរបស់យើងក៏សួរថាលោកម្ចាស់និងមូរីមគ្មានពាក់ព័ន្ធអីគ្នាទេហើយហេតុអ្វីបានជាយើងត្រូវទទួលយកវាមិនចាំបាច់ទេនៅពេលសួរបែបនេះបងប្រុសរបស់គាត់បាននិយាយថាទាំងរដ្ឋាភិបាលនិងមូរីមដែលសារតែពួកគេទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាទើបពិភពលោកនេះដំណើរការទៅបានល្អហេតុអ្វីបានជាបែបនេះគឺដោយសារតែអធិរាជ Emperor គ្រប់គ្រងពិភពលោកទាំងមូលនៅក្នុងនោះមានកន្លែងនីមួយៗកន្លែងតូចៗខេត្តនីមួយៗគឺស្ថិតនៅក្រោមលោកម្ចាស់ដែលនៅក្រោមអធិរាជជាអ្នកគ្រប់គ្រងទាំងអស់ដោយសារតែវាបែបនេះយើងក៏រស់នៅក្នុងកន្លែងនោះដែរយើងដែលរស់នៅក្នុងខេត្តនោះក៏ត្រូវតែស្ដាប់បញ្ជារបស់លោកម្ចាស់ប្រចាំតំបន់នោះដែរគាត់បាននិយាយបែបនេះវានឹងមានបញ្ហាសន្តិសុខមួយចំនួនកើតឡើងដូច្នេះសម្រាប់បញ្ហាធំៗបែបនោះរដ្ឋាភិបាលនឹងសុំជំនួយពីមូរីមពេលនោះមូរីមនឹងបញ្ជូនអ្នកចម្បាំងខ្លាំងៗទៅជួយដោយសារតែពួកគេទាំងពីរចុះសម្រុងគ្នាបែបនេះហើយទើបគ្មានបញ្ហាអ្វីហើយអ្វីៗដំណើរការទៅបានល្អដោយសារតែហេតុផលនោះការដែលយើងមិនគោរពអភិបាលខេត្តឬលោកម្ចាស់គឺជាកំហុសមួយបងប្រុសរបស់គាត់បាននិយាយមិនត្រឹមតែប៉ុណ្ណោះពិភពមូរីមក៏ជាផ្នែកមួយនៃពិភពលោកដែលអធិរាជគ្រប់គ្រងដែរដោយសារតែហេតុផលនោះយើងក៏ត្រូវតែស្ដាប់សម្ដីរបស់ពួកគេដែរយើងក៏ជាប្រជាជនរបស់ពួកគេដែរមែនទេពេលនោះជីនរបស់យើងនិយាយថាចុះសង្គ្រាមចុងក្រោយដែលគ្រួសារក្បាច់គុណ2បានវាយគ្នាដោយសារតែហេតុផលនោះរដ្ឋាភិបាលមិនបានលូកដៃទេប៉ុន្តែមុននេះប្រហែល40ឆ្នាំមុនមានសង្គ្រាមមួយបានកើតឡើងក្រុមប៊ីសាយបានធ្វើបាបប្រជាជនជាច្រើននៅពេលនោះពួកគេមិនបានធ្វើសោះតើរដ្ឋាភិបាលកំពុងធ្វើអ្វីនៅពេលនោះជីនរបស់យើងបានសួរសំណួរដ៏សមហេតុផលមួយគ្រាន់តែឮបែបនេះភ្លាមបងប្រុសរបស់គាត់ក៏គិតមួយសន្ទុះមិនដឹងថាត្រូវឆ្លើយយ៉ាងណាភ្លាមនោះបងប្រុសទី2របស់ជីនគឺជីនមូគឺជាអ្នកឆ្លើយថាព្រោះលោកម្ចាស់ទាំងអស់សុទ្ធតែអន់មិនមែនថាលោកម្ចាស់អន់ទេគឺអធិរាជនេះតែម្ដងដែលអន់គាត់បាននិយាយបែបនេះមិនមែនទេនៅពេលដែលយើងនៅបែបនេះមិនគួរនិយាយបែបនឹងទេវីបេងបាននិយាយហេតុអ្វីពីព្រោះបាននិយាយមិនល្អពីអធិរាជបែបនេះគេនឹងចាប់ជួកព្រីមដោយសារតែហេតុផលនោះហើយទើបគុំនាយបែបនឹងប៉ុន្តែជីនម៉ូបាននិយាយថាមានតែពូយើងតើនៅទីនេះខ្ញុំត្រូវខ្លាចងណាពេលនោះជីនក៏សួរថាហេតុអ្វីបានជាឯងថាគាត់អន់ភ្លាមនោះជីនម៉ូក៏និយាយថាតើឯងជាមនុស្សអន់ដែលមិនស្គាល់សូម្បីតែអត្ថន័យនៃពាក្យថាអន់មែនទេអានឹងឈប់សិនខ្ញុំនឹងទៅប្រាប់អភិបាលខេត្តពីឯងជីនបាននិយាយភ្លាមពួនប្រុសបើឯងទៅប្រាប់ពីខ្ញុំគេនឹងចាប់ព្យួរកទាំងគ្រួសារតែម្ដងឯងក៏ត្រូវគេចាប់ព្យួរកដែរទៅប្រាប់ទៅគេក៏នៅតែនិយាយបែបនេះជីនរបស់យើងគិតថាគេធ្វើបែបនេះដោយចេតនាទេតើឯងដឹងទេថាលោកម្ចាស់បច្ចុប្បន្នជីនឯណានៅពេលសួរដូច្នេះគេក៏និយាយឈ្មោះមួយបើមិនដឹងទេប្រាប់មកខ្ញុំនឹងប្រាប់គាត់និយាយថាដូច្នេះតៃយ៉ននេះលោកម្ចាស់បច្ចុប្បន្ននៃកន្លែងនេះឬខេត្តសាន់ស៊ីនេះគឺជាប្អូនប្រុសរបស់អធិរាជដូច្នេះលោកម្ចាស់បច្ចុប្បន្នគឺជាសមាជិកនៃរាជវង្សដូច្នេះរាល់បញ្ជារបស់លោកម្ចាស់នេះអ្នករាល់គ្នាត្រូវតែស្ដាប់ដែលសារតែហេតុផលនោះគាត់ប្រកាសជាធ្វើឲ្យយើងស្ដាប់គាត់និយាយបែបនេះដែលសារតែគាត់ជាប្អូនប្រុសរបស់អធិរាជគាត់គួរតែជាមនុស្សអស្ចារ្យម្នាក់ហើយគួរតែទទួលបានការគាំទ្រច្រើនទំនាក់ទំនងរបស់ពួកគេមិនល្អទេឬបើមិនអញ្ចឹងទេហេតុអ្វីបានជាគាត់អន់ជីនរបស់យើងបានសួរភ្លាមនោះជីនម៉ូបាននិយាយថាខ្ញុំមិនដឹងច្បាស់ទេប៉ុន្តែទំនាក់ទំនងរវាងអធិរាជនិងប្អូនប្រុសរបស់គាត់មិនសូវល្អទេហេតុអ្វីពីព្រោះអធិរាជបច្ចុប្បន្នមុននេះបានសម្លាប់បងប្រុសរបស់គាត់ដើម្បីក្លាយជាអធិរាជដូច្នេះប្អូនប្រុសក៏ប្រកាសជាមិនចូលចិត្តគាត់ដែរគឺប្រហែលជាបែបនឹងឯងជីនម៉ូបាននិយាយភ្លាមនោះអ្នកផ្សេងទៀតក៏យកដៃបិទត្រចៀកមិនគួរលឺរឿងនេះទៀតទេ
ពីព្រោះពួកគេនិយាយពីអធិរាជនិងលោកម្ចាស់ដូចជារឿងធម្មតាឥឡូវនេះជីនសួរថាដូច្នេះលោកម្ចាស់គឺគ្មានសមត្ថភាពហើយមិនទទួលបានការគាំទ្រពីអធិរាជប្រហែលជាគាត់វង្វេងនឹងស្រានឹងស្រីហើយមើលទៅបានជាគាត់ដើរលេងសប្បាយហើយមិនទទួលបានការគាំទ្របែបនេះភ្លាមនោះជីននិយាយថាគាត់មិនទាន់ដល់អាយុដែលត្រូវដឹងពីរឿងស្រានឹងស្រីបែបនេះទេពីព្រោះគាត់ទើបតែមានអាយុ10ឆ្នាំប៉ុណ្ណោះឥឡូវនេះទើបជីនយល់រឿងមួយប្រហែលជាបើមិនទទួលយក quest នេះទេលោកម្ចាស់នឹងពិបាកចិត្តខ្លាំងណាស់ប្រព័ន្ធបានផ្ដល់ដំណឹងបែបនេះតើវាមានហេតុផលអ្វីពីព្រោះគាត់គឺជាក្មេងដូច្នេះដោយសារតែហេតុផលនោះហើយទើបគាត់នឹងពិបាកចិត្តបែបនេះគេបានដាក់បែបនេះដូច្នេះនៅពេលដែលជីនកំពុងគិតជីនក៏និយាយថាអូហូខ្ញុំស្មានថាឯងដឹងតែរឿងក្បាច់គុណប៉ុន្តែឯងក៏ដឹងរឿងបែបនេះច្រើនដែរតាមិនធម្មតាទេនៅពេលនិយាយបែបនេះជីនមកក៏និយាយថាពីព្រោះខ្ញុំធ្លាប់ទៅទីនោះគេក៏ធ្លាប់ក៏ហាយកតកាលពី3ឆ្នាំមុនដែរឥឡូវនេះបងប្រុសរបស់ជីនគាត់បានប្រាប់ជីននិងម៉ូជីនថាឲ្យអ្នកទាំងពីរទៅកន្លែងនោះមុនចុះទៅមើលថាតើមានបញ្ហាអីទេមើលកន្លែងទាំងអស់ហើយបន្ទាប់មកពួកញៀវនឹងទៅតាមក្រោយដែលសារតែហេតុផលនោះពួកគេទាំងពីរនាក់បានចេញដំណើរមកមុននៅពេលដែលម៉ូជីនបានឃើញកន្លែងនេះគាត់មានអារម្មណ៍នឹករលឹកហេតុអ្វីពីព្រោះនេះគឺជាស្រុកកំណើតរបស់គាត់បានកើតនិងធំធាត់នៅទីនេះដោយសារតែហេតុផលនោះហើយទើបគ្រាន់តែឃើញភ្លាមមានរឿងជាច្រើនបានផ្លាស់ប្ដូរគាត់បាននិយាយថាខ្ញុំរៀនក្បាច់គុណយឺតដូច្នេះដោយសារតែហេតុផលនោះការត្រឡប់មកកន្លែងនេះវិញបន្ទាប់ពីប្រមាណឆ្នាំមកនេះវាមានអារម្មណ៍ប្លែកបន្តិចគាត់បានមកវិញបន្ទាប់ពី5ឆ្នាំដូច្នេះគាត់មើលគ្រប់យ៉ាងហើយសួរថាអូហូរបស់នេះនៅទីនេះមែនទេរបស់នោះនៅទីនោះមែនទេគាត់សួរបែបនេះភ្លាមនោះគាត់ក៏សួរជីនថាតើអ្នកចង់បានស្កាគ្រាប់ទេហើយគាត់ក៏ទៅទិញស្កាគ្រាប់នោះហេតុអ្វីពីព្រោះអ្នកមីងដែលលក់ស្កាគ្រាប់នោះគាត់បានលក់តាំងពីមូជីននៅក្មេងម្លេះជីនិតកានៅមុខហាងរបស់គាត់មានមនុស្សឈរត្រៀបត្រាមូជីនរបស់យើងតែងតែទៅទីនោះហើយគិតថាតើអាចទិញបានទេគាត់គិតបែបនេះអ្នកផ្សេងទៀតសុទ្ធតែមានឪពុកម្ដាយដឹកដៃទៅមូជីនរបស់យើងក៏គិតបែបនោះតែហើយខ្ញុំមិនអាចមកបែបនេះបានទេគាត់និយាយបែបនេះឥឡូវនេះជីនគិតថាខ្ញុំគួរតែគិតពីរឿងនេះពីមុនប៉ុន្តែខ្ញុំមិនបានគិតសោះគេធំធាត់ឡើងដោយគ្មានឪពុកម្ដាយដោយសារតែហេតុផលនោះហើយទើបពេលឃើញបែបនេះគេភ្ញាក់ផាវយ៉ាងនេះហើយម្នាក់នេះរស់នៅក្នុងជីវិតដ៏លំបាកហើយខ្ញុំបែរជានិយាយបែបនេះដាក់គេខ្ញុំពិតជាមានអារម្មណ៍មិនល្អមែនគាត់ក៏ប្រាប់ថាទៅចុះទៅទិញមកគេក៏ទៅនិយាយជាមួយអ្នកមីងនោះជីនក៏មានអារម្មណ៍សប្បាយចិត្តដែរហើយបានជួបគ្នាក្រោយពេលជាច្រើនឆ្នាំនិយាយគ្នាទៅនៅពេលនោះជីនហាក់ដូចជាចង់ស្រក់ទឹកភ្នែកដោយសារក្តីរំភើបនៅពេលដែលគាត់កំពុងជូតភ្នែកស្រាប់តែអ្នកមីងនោះសួរសំណួរមួយថាតើឯងបានទៅជួបឪពុកម្ដាយឯងហើយឬនៅភ្លាមនោះគេឆ្លើយថាទេនៅមិនទាន់ជួបទេផ្ទះរបស់ពួកគាត់នៅឯណាពួកគាត់ប្រហែលជាផ្លាស់ប្ដូរទៅកន្លែងណាមួយនៅពេលនោះអ្នកមីងនិយាយថាមែនហើយពួកគាត់បានផ្លាស់ទៅខាងនោះជំនួញស៊ូតរបស់ពួកគាត់ឥឡូវនេះកំពុងដំណើរការយ៉ាងល្អគ្រាន់តែឮបែបនេះគេក៏និយាយអរគុណហើយដើរមកវិញភ្លាមនោះជីនក៏សួរគេថាហេតុល្បីបានជាឪពុកម្ដាយរបស់ឯងមិនទាន់ទិញសម្បុត្រស្លាប់ទៀតភ្លាមនោះមូជីនឆ្លើយថាហេតុអ្វីបានជាឪពុកខ្ញុំត្រូវទៅលោកកំពុងនិយាយរឿងអីមិនពាក់ព័ន្ធសោះមិនមែនទេខ្ញុំមិនបាននិយាយបែបហ្នឹងទេឯងបាននិយាយអីម្យ៉ាងមែនទេថាឯងមិនអាចឲ្យឪពុកម្ដាយដឹកដៃមកទិញស្កាគ្រាប់នៅហាងអ្នកមីងនោះបានតើវាមានន័យយ៉ាងម៉េចគាត់សួរពីព្រោះជំនួញរបស់ឪពុកម្ដាយខ្ញុំដំណើរការល្អខ្លាំងដូច្នេះពួកគាត់មិនអាចនាំខ្ញុំមកបានទេបើទិញស្កាគ្រាប់នៅហាងអ្នកមីងនោះញ៉ាំថ្មិញខ្ញុំនឹងដង្កូវស៊ីអស់ដូច្នេះពួកគាត់មិនឲ្យខ្ញុំទិញស្កាគ្រាប់ទេដោយសារតែបែបនឹងហើយទើបខ្ញុំនិយាយបែបនេះអានឹងឯងនិយាយខុសធ្វើឲ្យខ្ញុំច្រឡំអស់ហើយដើម្បីឯងខ្ញុំបានពិបាកចិត្តអស់20នាទីតើត្រូវធ្វើយ៉ាងណាចំពោះ20នាទីនេះជីនរបស់យើងខឹងយ៉ាងខ្លាំងលោកកុំចេះតែរវេរវាយពេកនេះណេះយកស្កាគ្រាប់ទៅគេហុចស្កាគ្រាប់ទៅខាងមុខដូច្នេះឥឡូវនេះពួកគេទាំងពីរនាក់កំពុងតែឆ្លោះប្រកែកគ្នាស្រាប់តែមានម្នាក់នៅខាងក្រោយនិយាយថា Hello ជីនរបស់យើងដឹងភ្លាមថានេះគឺជាអ្នកជំនាញហេតុអ្វីពីព្រោះអ្នកជំនាញក្បាច់គុណកម្រិតនេះសូម្បីតែជីនក៏អាចចាប់អារម្មណ៍បានដែរឥឡូវនេះជីនងាកទៅមើលភ្លាមឃើញក្មេងធម្មតាម្នាក់ឈរនៅទីនោះគេនិយាយភ្លាមថាបើអ្នកមិនញ៉ាំទេអាចឲ្យស្កាគ្រាប់នោះឲ្យខ្ញុំបានទេជីនគិតថានេះជាអ្នកណាហេតុអ្វីពីព្រោះកម្រិតរបស់គេជីនមើលមិនឃើញសោះឈ្មោះរបស់គេគឺស៊ុងភុង
ក្រอนតែទទួលបានស្ករក្រាប់នោះភ្លាមរបៀបដែលមិនគួរញ៉ាំយ៉ាងណាស៊ុងញ៉ាំតាមរបៀបនោះទាំងអស់ឃើញគេញ៉ាំបែបនេះជីនគិតយ៉ាងចម្លែកភ្លាមនោះគេញ៉ាំអស់ហើយសម្លឹងមើលស្ករក្រាប់មួយទៀតនៅក្នុងដៃមួយជីនគេនិយាយថាខ្ញុំបានរងចាំវាអស់រយៈពេល5ឆ្នាំហើយអញចង់ស្លាប់មុន5ឆ្នាំមែនទេទុកស្ករក្រាប់នោះនៅក្នុងដៃគេឲ្យស្រួលបួលទៅគេកំពុងកាន់នៅក្នុងដៃស្រាប់តែគេឆក់យកវាទៅបាត់ដោយមិនឲ្យមើលឃើញតាន់ដូច្នេះគេឆក់យកពីដៃយ៉ាងលឿនសម្បីតែមូជីនក៏មើលមិនតាន់ដែរឥឡូវនេះជីនគិតថាខ្ញុំមិនដែលឮពីគេសោះមនុស្សដែលខ្លាំងកម្រិតជាតិមយងប៉ុន្តែមានអាយុប្រហែលខ្ញុំតើមនុស្សបែបនេះមកពីណាគាត់កំពុងគិតការពិតទៅស៊ុងនេះបើទោះបីជាមើលទៅដូចជាប៉ុន្តែការពិតគឺជាមនុស្សខ្លាំងម្នាក់ដូច្នេះជីនកំពុងគិតថាគេមកពីណាបើឯងឃ្លានខ្លាំងម្ល៉េះហេតុអ្វីបានជាឯងមិនញ៉ាំនៅពេលសួរដូច្នេះគេឆ្លើយថាមិនមែនទេខ្ញុំបានយកលុយមកច្រើនណាស់ប៉ុន្តែខ្ញុំបានធ្វើឲ្យបាត់អស់នៅតាមផ្លូវដោយសារតែហេតុផលនោះហើយទើបខ្ញុំដែរទាំងឃ្លានប៉ុន្តែវាក៏សប្បាយមួយយ៉ាងដែរគេនិយាយបែបនេះអ្វីដែរទាំងឃ្លានសប្បាយឬអាម្នាក់នេះពិតជាឈួតមែនឬជីនកំពុងគិតភ្លាមនោះគេក៏និយាយថាឈ្មោះរបស់ខ្ញុំគឺស៊ុងភុងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកសង្គ្រោះគេនិយាយដល់គាត់បែបនេះពួកគេក៏ប្រាប់ឈ្មោះរបស់ពួកគេដែរគ្រាន់តែប្រាប់ឈ្មោះភ្លាមគេហាក់ដូចជាចង់និយាយអ្វីម្យ៉ាងខ្ញុំដឹងគ្រាន់តែប្រាប់ឈ្មោះខ្ញុំភ្លាមអ្នករាល់គ្នាដឹងច្បាស់ខ្ញុំដឹងច្បាស់ណាស់ដោយដែលអ្នកបាននិយាយខ្ញុំគឺជា sleeping មិនមែនទេ savior បើអ្នកមិនប្រកាន់ទេតើខ្ញុំអាចសុំជំនួយមួយទៀតបានទេគេសួរអ្វីនៅពេលសួរដូច្នេះគេឆ្លើយថាមិនមែនទេខ្ញុំឃ្លានខ្លាំងណាស់ស្ករក្រាប់នេះតែមួយមិនគ្រាន់ទេបើជួយទិញអាហារផ្សេងទៀតឲ្យខ្ញុំនិយាយបែបនេះពួកគេក៏នាំគេទៅសន្តាគារមួយនាំទៅពេលថ្ងៃត្រង់គ្រាន់តែដល់នេះណែញ៉ាំទៅចង់កំងអ្វីកំងទាំងអស់ទៅព្រាមនោះគេនិយាយថាមានអ្វីនៅក្នុងសន្តាគារយកមកទាំងអស់មកពួកគេក៏យកមកទាំងអស់ឃើញថាចាប់ផ្ដើមញ៉ាំតាំងពីថ្ងៃត្រង់រហូតដល់យប់ឥឡូវនេះទើបញ៉ាំអស់ហើយអង្គុយគិតតើគេមកពីណាហេតុអ្វីបានជាស៊ីច្រើនម្ល៉េះនៅពេលមូជីនស៊ូជីនខ្លួនឯងក៏មិនស្គាល់ថាគេជាអ្នកណាដែរដូច្នេះពួកគេគិតថាប្រហែលជាគេមកពីបាក់អ្នកសុំទានទេដឹងពីព្រោះគេដែរដូចអ្នកសុំទានប៉ុន្តែអ្នកនៅក្នុងបាក់អ្នកសុំទានសុទ្ធតែដឹងព័ត៌មានច្រើនដូច្នេះនៅពេលជីនប្រាប់ឈ្មោះរបស់គាត់យ៉ាងហោចណាស់គេគួយតែបង្ហាញប្រតិកម្មខ្លះប៉ុន្តែគេធ្វើដូចជាមិនដឹងអីសោះមានន័យថាគេពិតជាមិនស្គាល់ថាជីនជាអ្នកណាទេដូច្នេះគេគឺជាអ្នកដែលមកពីកន្លែងផ្សេងគាត់កំពុងគិតភ្លាមនោះគេក៏បន្លួយពោះដ៏ធំរបស់គេហើយនិយាយថាហឺអាចទ្រាំបាន4ថ្ងៃគេសប្បាយចិត្តណាស់ស្រាប់តែឃើញជីនភ្លាមសុំទោសអ្នកសង្គ្រោះខ្ញុំមិនបានញ៉ាំអី3ថ្ងៃហើយដោយសារតែហេតុផលនោះហើយទើបគ្រាន់តែឃើញភ្លាមខ្ញុំក៏ចាប់ផ្ដើមញ៉ាំយ៉ាងច្រើនខ្ញុំមិនគួរធ្វើបែបនេះដល់អ្នកទេសូមអភ័យទោសឲ្យខ្ញុំផងបងប្រុសឯងគួរតែគិតរឿងនេះពេលកំពុងញ៉ាំអស់ហើយទើបមកគិតឃើញឬនឹងហើយគេនិយាយថាគេមិនដែលញ៉ាំអាហារបែបនេះទេចោះឯងថាឯងមិនដែលញ៉ាំអាហារដោយមានខ្លាញ់បែបនេះឬជីនបានស៊ូមិនមែនទេបើខ្ញុំដឹងថាមានអាហារបែបនេះនៅទីនេះខ្ញុំនឹងចោះមកតាំងពីយូរហើយគេនិយាយបែបនេះស៊ុងចោះមកឬអញ្ចឹងឯងរួមនៅលើភ្នំឬនៅពេលសួរដូច្នេះមែនហើយខ្ញុំរស់នៅទីនោះកន្លែងនោះមើលទៅក៏ស្អាតដែរដូច្នេះរស់នៅទីនោះពិតជាឡូវណាស់ខ្ញុំរស់នៅតែពីរញាក់ជាមួយជីតារបស់ខ្ញុំប៉ុណ្ណោះគេនិយាយបែបនេះជាមួយជីតារបស់ឯងឬនៅពេលសួរដូច្នេះមែនហើយនិយាយរួចភ្លាមអាហ្នឹងតើអាចអនុញ្ញាតឲ្យខ្ញុំកំងស្រាបានទេខ្ញុំចង់សាកកំងស្រាញ៉ាំមើលខ្ញុំចង់ផឹកខ្ញុំមានបំណងចង់ផឹកគេក៏កំងវាទៀតមែនហើយឯងមានបំណងចង់ញ៉ាំគ្រប់យ៉ាងនៅលើโลกនេះលុយខ្ញុំអស់រលីងហើយមកដល់ហើយនឹងហើយកំងទៅជីនក៏និយាយគេក៏ទិញវាមកហើយចាប់ដើមផឹកយ៉ាងជោគជៀមឥឡូវនេះពាក់កណ្ដាលយប់ហើយគេនៅតែញ៉ាំទៀតឥឡូវនេះទើបផឹកហើយឆ្ងាញ់ណាស់មែនហើយយើងកំពុងនិយាយរឿងអីមិញនិយាយពីអីឯងកំពុងនិយាយពីជីតារបស់ឯងជីនបាននិយាយមែនហើយខ្ញុំបានរស់នៅជាមួយជីតារបស់ខ្ញុំតាំងពីអាយុ5ឆ្នាំឥឡូវនេះ15ឆ្នាំហើយបន្ទាប់ពីនោះមកគេនិយាយបែបនេះអូហូអញ្ចឹងឬជីននិយាយទៅកាន់គេហើយក្នុងចិត្តគិតថាអាយុ20ឆ្នាំប៉ុន្តែជាអ្នកជំនាញកម្រិតកំពូលជាទេពកោសល្យបែបនេះហើយក៏ជាទេពកោសល្យកម្រិតជីនមុងឃ្យុងដែរហើយក៏ជាមនុស្សខ្លាំងម្នាក់ដែរតើគេមកពីណាខ្ញុំត្រូវតែដឹងថាគេជាអ្នកណាគាត់ក៏បន្តនិយាយជាមួយគេដូច្នេះប្រាប់មកថាឯងនៅកន្លែងណាខ្ញុំនឹងទៅលេងម្ដងទៀតនៅពេលនិយាយបែបនេះទេបើទោះបីជាអ្នកសួរខ្ញុំក៏ខ្ញុំមិនអាចប្រាប់ពីវាបានដែរគេនិយាយបែបនេះហេតុអ្វីពីព្រោះបើប្រាប់ពីកន្លែងដែលពួកគេរស់នៅជីតារបស់គេនឹងមិនចូលចិត្តទាល់តែសោះពីព្រោះមានមនុស្សចម្លែកជាច្រើនមកតាមរោគជីតារបស់គេនៅពេលពួកគេមកជីតារបស់គេខឹងខ្លាំងណាស់ដូចគ្នានេះដែរនៅពេលគេអាយុ10ឆ្នាំមានមនុស្សជាច្រើនបានមកភ្នំនោះហើយបង្កបញ្ហាជាច្រើន
ដូច្នេះជីតារបស់យើងនៅពេលនោះគាត់ខឹងខ្លាំងណាស់ហើយស្រែកដេញពួកគេទាំងអស់ចេញពីទីនោះដោយសារតែភ្នំនោះធំក្រោយមកពួកគេក៏ផ្លាស់ប្ដូរទៅកន្លែងផ្សេងៗទៀតហើយក៏បាត់ទៅដូច្នេះក្រោយមកមិនសូវមានអ្នកតាមរកពួកគេទេនឹងហើយអញ្ចឹងតើអាយមកទីនេះដើម្បីអ្វី មូជៀនបានសួរភ្លាមគេនិយាយថាខ្ញុំមកដើម្បីជួបនាគនឹងហង្សទាំង10គេនិយាយបែបនេះនាគនឹងហង្សទាំង10តើវាជាអ្វីជីនសួរភ្លាមអ្វីអ្នកមិនស្គាល់នាគនឹងហង្សទាំង10ទេឬមិនដឹងទេប្រាប់មកមើលមែនហើយហេតុអ្វីបានជាអ្នកនិយាយបែបនេះពីព្រោះបងប្រុសរបស់អ្នកបងប្រុសទី2របស់អ្នកគាត់ក៏ជាម្នាក់ក្នុងចំណោមនាគទាំង10ដែរសូម្បីតែរឿងនេះក៏អ្នកមិនដឹងដែរឬហេតុអ្វីបានជាអ្នកនិយាយបែបនេះមូជៀនបានសួរដូច្នេះនាគនឹងហង្សទាំង10នេះជានរណាគឺនៅក្នុងចំនួននេះអ្នកចម្បាំងវ័យក្មេងដែលខ្លាំងបំផុតទាំងប្រុសទាំងស្រីប្រុសគឺនាគស្រីគឺហង្សដូច្នេះនាគ10និងហង្ស10នេះគឺជាអ្នកចម្បាំងដែលខ្លាំងបំផុតនៃបកយុត្តិធម៌បច្ចុប្បន្នគឺអ្នកចម្បាំងដែលកំពុងលូតលាស់មូជៀនបានស្រែកប្រាប់រឿងទាំងអស់នេះឲ្យឮពេញសន្តាគារហេតុអ្វីបានជាឯងស្រែកចៅសៃតុយរបស់យើងសង្បីតែរឿងនេះក៏មិនដឹងដែរឬគេស្រែកប្រាប់បែបនេះភ្លាមនោះគាត់ក៏វេគេហើយនិយាយថាអាងបន្តទៅគាត់និយាយទៅកាន់ស៊ុងភ្លាមនោះស៊ុងក៏និយាយថាដូច្នេះគេចង់ដឹងថាក្នុងចំណោមនាគនឹងហង្សទាំង10នេះតើអ្នកណាខ្លាំងជាងគេទើបគេចុះពីលើភ្នំមកដូច្នេះវាគឺជាស្មារតីប្រកួតប្រជែង competitive spirit របស់គេយើងចង់ប្រកួតដើម្បីដឹងថាអ្នកណាខ្លាំងមែនទេគឺដោយសារតែស្មារតីបែបនោះហើយទើបគេចុះមកជីនយល់រឿងនេះមានន័យថាគេក៏មានជំនាញដែរដូច្នេះគេពិតជាមនុស្សខ្លាំងម្នាក់ហើយទើបគេមកបែបនេះគាត់គិតបែបនេះភ្លាមនោះគ្រាន់តែលីរឿងទាំងអស់នេះភ្លាមមានសម្លេងសើចពីខាងលើហាពួកគេសើចយ៉ាងខ្លាំងតើជាអ្នកណាពួកគេក៏ងាកទៅមើលអ្នកនៅខាងលើនោះនិយាយថាលឺអ្នកនិយាយហើយខ្ញុំចង់តែសើចអ្នកនឹងទៅប្រកួតជាមួយនាគនឹងហង្សទាំង10ឬនេះជារឿងកំប្លែងឬអីពួកគេសើចបែបនេះពួកគេសើចដាក់គេជីនខឿនបែបនេះក៏សួរថាសើចចប់ហើយឬនៅព្រាមនោះគេសួរដោយកំហឹងថាឯងនិយាយអីខ្ញុំសួរថាឯងសើចចប់ហើយឬនៅអាចកែហេតុអ្វីពីព្រោះខ្ញុំឈឺកណាស់សូមចុះមកខាងក្រៅមកគាត់និយាយបែបនេះឥឡូវនេះគេប្រាប់យើងអំពីប៉ាក់ទាំង5នៃសាន់ស៊ី5 Sex of Sanshi ដូច្នេះប៉ាក់ទាំង5នៃសាន់ស៊ីនេះគឺជាអ្វីគឺនៅផ្នែកខាងត្បូងនៃសាន់ស៊ីមានប៉ាក់តូចនិងមធ្យមចំនួន5គេហៅឈ្មោះនេះដោយបូកបញ្ចូលគ្នាទាំងអស់ដូច្នេះនៅក្នុងក្រុមមួយនេះប៉ាក់ Demon Bow និង Third Gate ប៉ាក់ទាំងពីរនេះធ្លាប់នៅទីនោះប៉ុន្តែប៉ាក់ទាំងពីរនេះបានចូលក្នុងផែនការរបស់ Head Elder របស់យើងហើយពួកគេទាំងពីរបានក្បាក់ទាំងអស់គ្នាដោយសារតែ Head Paul នោះហើយទើបពួកគេបានចាក់ចេញពីប៉ាក់ទាំង5នេះហើយដូច្នេះប៉ាក់ទាំង5ដែលនៅសល់បន្តពីនោះត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារកាឡាក់ស៊ីទីភ្នាក់ងារកាឡាក់ស៊ីគឺជាសហជីពពាណិជ្ជករពួកគេធ្វើចំនួនផ្សេងដើម្បីបង្កើតប៉ាក់ទាំង5បន្ទាប់នេះពួកគេបានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់នាំយកអ្នកចម្បាំងខ្លាំងជាច្រើនមកទិញមនុស្សជាច្រើនដោយលុយហើយធ្វើរឿងទាំងអស់នេះទីភ្នាក់ងារកាឡាក់ស៊ីហេតុអ្វីបានជាធ្វើបែបនេះពួកគេមិនមែនជាគ្រួសារក្បាច់គុណទេគឺជាសហជីពពាណិជ្ជករតើមានប្រយោជន៍អ្វីក្នុងការបង្កើតប៉ាក់ទាំង5នេះបើសួរដូច្នេះគឺសាមញ្ញណាស់បើប៉ាក់ទាំង5នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារកាឡាក់ស៊ីនោះរាល់ការធ្វើចំនួននិងរឿងរ៉ាវទាំងអស់ដែលកើតឡើងនៅផ្នែកខាងត្បូងនេះនឹងធ្លាក់មកក្នុងដីរបស់ពួកគេដោយសារតែ Head Paul នោះពួកគេនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនតាមរយៈរឿងនេះទើបទីភ្នាក់ងារកាឡាក់ស៊ីបានបង្កើតប៉ាក់ទាំង5ថ្មីនេះឡើងដូច្នេះឥឡូវនេះនៅក្នុងសន្តាគារនេះមានជីនតេដែលជាអ្នកស្នងតំណែងរបស់ទីភ្នាក់ងារកាឡាក់ស៊ីគឺជាអ្នកដែលនឹងក្លាយទៅជាមេដឹកនាំនៅទីនោះជាមួយគេមានមនុស្ស4នាក់អ្នកទាំង4នាក់នេះគឺជាមនុស្សដែលមកពីប៉ាក់ទាំង5នេះដូច្នេះពួកគេគឺជាអ្នកដែលកំពុងអង្គុយផឹកនិងញ៉ាំនៅក្នុងសន្តាគារនេះពួកគេមកទីនេះដើម្បីអ្វីគឺដើម្បីចូលរួមអាហារថ្ងៃត្រង់ដែលលោកម្ចាស់បានអញ្ជើញពួកគេមកនោះដូច្នេះពួកគេក៏មកដើម្បីចូលរួមអាហារថ្ងៃត្រង់នោះដែរនៅពេលដែលពួកគេកំពុងនិយាយលេងសប្បាយពីនេះពីនោះស្រាប់តែពួកគេឮសំឡេងពីខាងក្រោមអំពីនាគនិងហង្សទាំង10នោះគ្រាន់តែឮពីនាគនិងហង្សទាំង10ភ្លាមពួកគេក៏សើចហើយបន្ទាប់មកក៏ចូលមកក្នុងបញ្ហានេះឥឡូវនេះពួកគេកំពុងនិយាយមើងងាយបែបនេះពីខាងលើថាអ្នកនិយាយដូចជាអ្នកជាមនុស្សអស្ចារ្យណាស់ដែលអាចដោះស្រាយជាមួយនាគទាំង10បានយ៉ាងងាយស្រួលបែបនេះនៅពេលនោះហើយដែលជីនបានសួរថាចុះមកខាងក្រោមទេដូច្នេះពួកគេក៏ចុះមកខាងក្រោមឃើញជីនភ្លាមពួកគេគិតថាពួកនេះជាអ្នកណាមើលទៅដូចជាពួកអ្នកសុំទាន
พวกนี้ประกอบជាមនុស្សធម្មតាទេគ្រាន់តែលើកឈ្មោះនាគនិងហង្សទាំង10មកនិយាយដើម្បីឲ្យคล้ายជាមនុស្សអស់ចាយឬពួកគេកំពុងធ្វើរឿងកំពេចកំពក់ដោយហេតុផលមិនសមរម្យបើដឹងថាពួកយើងជាអ្នកណាពួកគេមិនហ៊ានសូម្បីតែប្រកួតជាមួយផងអ្នកស្នងតំណែងរបស់ទីភ្នាក់ងារ Galaxy កំពុងនិយាយបែបនេះភ្លាមនោះជីនសួរថាតើឯងជាមេរបស់5អ្នកនឹងមែនទេឯងនិយាយអីខ្ញុំសួរថាឯងជាមេមែនទេឮបែបនេះអ្នកស្នងតំណែងនោះនិយាយថាឯងកំពុងនិយាយដោយមិនដឹងថាពួកយើងជាអ្នកណាបើឯងដឹងថាពួកយើងជាអ្នកណាហេតុអីមិនដឹងសៀងរយងសៀងម៉ុងវ៉ាហើយសូហ៊ីអ្នកទាំង4នាក់មែនទេហើយចុងក្រោយម្នាក់ដែលឈរនៅកណ្ដាលនេះជីនទេអ្នកទាំង5នាក់មែនទេឬមួយឲ្យខ្ញុំប្រាប់ឈ្មោះគ្រូសាររបស់អ្នកឬចង់ឲ្យប្រាប់អីផ្សេងទៀតគាត់សួរហើយកុំសួរខ្ញុំថាហេតុអីបានជាខ្ញុំដឹងឈ្មោះទាំងនេះសូមកុំសួរច្រើនពេកខ្ញុំធុញណាស់គាត់និយាយបែបនេះគ្រាន់តែនិយាយបែបនេះភ្លាមពាក្យមិនទាន់ចេញផុតពីមាត់ផងគាត់ក៏ទះកំភ្លៀងមួយដៃផាត់ខ្ញុំទើបតែប្រាប់ឯងមិញនេះតើឯងស្ដាប់បានឬអត់ខ្ញុំប្រាប់ថាកុំសួរថាហេតុអីភ្លាមនោះឯងក៏សួរអាហ្នឹងទើបគេគិតថាតើគេវាយខ្ញុំដោយរបៀបណាភ្លាមនោះគេក៏ខឹងហើយចាប់ផ្ដើមស្រែកអ្នកនៅជុំវិញទាំងអស់កំពុងមើលរឿងនេះតើគេជាអ្នកណាហ៊ានទៅវាយអ្នកស្នងតំណែងរបស់ទីភ្នាក់ងារ Galaxy បែបនេះតើគេវាយដោយមិនដឹងថាទីភ្នាក់ងារ Galaxy ជាអ្នកណាឬតើពួកគេជាអ្នកណាពួកគេកំពុងគិតតើក្មេងសែម្នាក់កំពុងគិតថាក្មេងដែលវាយគេនេះខ្ញុំធ្លាប់ឃើញនៅឯណាមើលទៅដូចជាមុខដែលធ្លាប់ស្គាល់ជាអ្នកណាគាត់កំពុងគិតឥឡូវនេះជីនទេអ្នកស្នងតំណែងរបស់ទីភ្នាក់ងារ Galaxy នោះគេក៏ដាក់ដាវរបស់គេចេញហើយនិយាយថាចាំមើលខ្ញុំនឹងធ្វើអីដល់ឯងឥឡូវនេះគាត់និយាយបែបនេះភ្លាមនោះជីនសួរថាឯងមិនគួរនិយាយបែបនេះទេឯងគួរតែគិតមើលថាខ្ញុំវាយឯងដោយរបៀបណាឥឡូវនេះទើបជីនទេគិតមើលម្ដងទៀតជីនទេមិនបានឃើញសោះថាជីនលើបដៃមកវាយគេតាំងពីពេលណាវាលឿនខ្លាំងណាស់គេបានរៀនក្បាត់គុណជាច្រើនតាំងពីក្មេងដោយមានការគ្រប់គ្រងពីទីភ្នាក់ងាររបស់គេបានញ៉ាំថ្នាំទិព្វជាច្រើនប៉ុន្តែមនុស្សដែលខ្លាំងបែបនេះមិនដឹងថាគេមកពីណាដូច្នេះគេកំពុងភ្ញាក់ផ្អើលនឹងរឿងនេះភ្លាមនោះជីនទេខឹងហើយសួរថាឯងជាយ៉ាងណាមកពីបាក់ណាភ្លាមនោះជីនក៏ឆ្លើយថាខ្ញុំគឺខ្ញុំហើយខ្ញុំគឺសៀងជីនបានមកពីប៉ាក់ធោធំគាត់និយាយបែបនេះអ្វីប៉ាក់ធោធំវាមាននៅឯណាពួកគេទាំង5នាក់កំពុងគិតដូច្នេះពួកគេមិនដឹងថាមានប៉ាក់ធោធំនៅសាន់ស៊ីទេពួកគេកំពុងគិតបែបនេះភ្លាមនោះមូជីនសួរថាហេតុអីមេដឹកនាំប៉ាក់ធោធំវាមាននៅឯណាខ្ញុំប្រាប់ហើយតាបើឯងនិយាយកុហកនៅពេលដែលត្រឹមត្រូវហើយនិយាយឲ្យដូចជាការពិតកុំឲ្យគេដឹងថាជាការកុហកនោះការកុហកក៏នឹងคล้ายទៅជាការពិតដែរមិនដែរគាត់និយាយបែបនេះមិនធម្មតាទេពាក្យពេចន៍ដ៏អស្ចារ្យខ្ញុំនឹងចងចាំវានៅក្នុងចិត្តពួកគេទាំងពីរតែដៃឲ្យគ្នាឥឡូវនេះគេខឹងម្ដងទៀតហើយស្រែកថាប្រាប់មកថាឯងជាអ្នកណាជីនទេស្រែកភ្លាមនោះជីនសួរថាដើម្បីអ្វីបើដឹងឈ្មោះខ្ញុំបើខ្ញុំជាបាក់ធំឯងនឹងសុំទោសខ្ញុំភ្លាមមែនទេបើខ្ញុំជាបាក់តូចឯងនឹងកំទេចបាក់ខ្ញុំទាំងមូលមែនទេឯងមានគម្រោងបែបហ្នឹងមែនទេសំណួរបែបនេះឯងមិនគួរណាសួរទេបើឯងចង់បានចម្លើយពីខ្ញុំដំបូងឯងត្រូវសុំទោសខ្ញុំសិនឯងបានធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់តាំងពីមិញមកគាត់និយាយបែបនេះគេនៅតែនិយាយឌឺដងភ្លាមនោះជីននិយាយថាខ្ញុំឲ្យឱកាសឯងចុងក្រោយសុំទោសឲ្យស្រួលបួរទៅនៅពេលនិយាយបែបនេះគេហាក់ដូចជាចង់និយាយថាតើឯងដឹងថាពួកយើងជាអ្នកណាទេភ្លាមនោះគាត់ក៏វាយជីនតែយ៉ាងដំណំភ្លាមនោះអ្នកទាំង4នាក់ក៏ត្រៀមខ្លួនចូលមកប្រកួតនៅពេលនោះតាថ្មីងសេនោះគាត់បានរកឃើញថាជីនជាអ្នកណាគេគឺជានាគដេកនៃសានស៊ី Sleeping Dragon of Shanxi ខ្ញុំនឹកឃើញហើយឥឡូវនេះនាគដេកនៃសានស៊ីមកពីគ្រួសារជីននៃតៃយួនឥឡូវនេះអ្នកទាំង4នាក់ដែលបានដកដាវចេញមកនោះពួកគេក៏ប្រញាប់បញ្ចូលដាវទៅវិញអ្វីគ្រួសារជីននៃតៃយួនពួកយើងចប់ហើយពួកគេបើកមាត់ធំសម្លឹងមើលហេតុអ្វីពីព្រោះពួកគេទាំងអស់គ្នាមកពីបាក់តូចនិងមធ្យមប៉ុណ្ណោះនៅក្នុងសានស៊ីមានមហាអំណាច2នៅក្នុងមូរីមមួយគឺគ្រួសារជីនមួយទៀតគឺបាក់ដាវភ្នំ Mountain Sword Sect បាក់ដាវភ្នំទៅបានកំទេចចោលហើយឥឡូវនេះមហាអំណាចតែមួយគត់នៅក្នុងសានស៊ីគឺគ្រួសារជីនដូច្នេះការបង្ករឿងជាមួយពួកគេគឺជាអ្វីដែលគ្មាននរណាម្នាក់ហ៊ានធ្វើទេឥឡូវនេះពួកគេបានធ្វើវាហើយភ្លាមនោះយុគមូជីនបានហៅពួកគេទាំង4នាក់មកជីមើលមកនេះចាប់ពីពេលនេះទៅអ្វីដែលខ្ញុំនិយាយអ្នកត្រូវតែស្ដាប់យល់ទេលោកប្រុសអ្នកនាងគាត់និយាយហើយក៏ធ្វើអ្វីមួយយ៉ាងដាក់ពួកគេនៅខាងនេះជីនបានវាយគេរហូដល់មុខហាមប៉ោងមុខរបស់គេហាមដូចជានំបញ្ចុកមុខឡើងក្រហមពេញ
ជីនបានធ្វើឲ្យមុខគេដូចជាបែបនេះហើយគេមិនកំរើកសោះត្រូវបណ្ណឹងសន្លប់បាត់ហើយឃីងធុញណាស់តើអ្នកណាមកបន្ទាប់គាត់និយាយឲ្យងាកទៅមើលឃើញថាអ្នកទាំង4នាក់បានដាក់ក្បាលដល់ដីហើយក្រាបនៅទីនោះឥឡូវនេះឃើញពួកគេបែបនេះជីនសួរថាអ្នកណាឲ្យធ្វើបែបនេះយុគមូជីនឯងមែនទេដែលឲ្យធ្វើបែបនេះគេឆ្លើយថាមែនឲ្យលោកមេដឹកនាំគឺឃ្លឹមជាអ្នកឲ្យឯងពិតជាធ្វើរឿងល្អមែនជំនួយរបស់ខ្ញុំត្រូវតែបែបនេះល្អណាស់គាត់សរសើរគេឥឡូវនេះតើត្រូវធ្វើយ៉ាងណាចំពោះពួកនេះភ្លាមនោះពួកគេក៏យកដាវទាំងស្រោមមកនិយាយថាពួកនេះទាល់តែវាយទៅបានបើអ្នកទាំងអស់គ្នាត្រូវដប់ដំបងខ្ញុំនឹងលើកលែងទោសឲ្យប៉ុន្តែអ្នកណាដែលមកទទួលការវាយចុងក្រោយខ្ញុំនឹងវាយដោយដៃរបស់ខ្ញុំផ្ទាល់ឥឡូវនេះប្រាប់មកអ្នកណាស្ម័គ្រចិត្តមកឲ្យវាយមុនគេភ្លាមនោះគ្រប់គ្នានិយាយថាខ្ញុំនៅពេលដែលជីនហៀបនឹងវាយសុងអ្នកនៅទីនោះគេនិយាយថាអ្នកសង្គ្រោះខ្ញុំសូមវាយអ្នកបន្ទាប់បានទេខ្ញុំមិនដែលធ្វើរឿងបែបនេះទេខ្ញុំក៏ចង់ដែរខ្ញុំសូមវាយដែរណាភ្លាមនោះជីនគិតថាអាម្នាក់នេះមិនមែនធំធាត់មកបែបនេះទេគឺកាត់មកជាតួចិត្តអាក្រក់អាម្នាក់នេះប្រហែលជាដោះខួរក្បាលទុកចោលទេទៅចុះពីលើភ្នំមកបែបនេះគាត់កំពុងគិតពួកគេក៏វាយគ្នាបែបនេះក្រោយមកក៏ដល់ពេលព្រឹកឡើងរាជវង្សឬលោកម្ចាស់បានបញ្ជូនរទេះសេះមកទទួលពួកគេនៅក្នុងនោះមេឃុំក៏បានមកដូច្នេះមេឃុំទៅជួបពួកគេហើយចូលទៅហៅនៅពេលចូលទៅមើលឃើញថាពួកគេទាំង4នាក់កំពុងឆញ័រខ្លួនទៅត្រឹកសួរថាមានរឿងអី ជីនឆ្លើយថាពួកគេសុទ្ធតែជាកម្ពូលអ្នកក្បាច់គុន Martial Masters ដូច្នេះពេញមួយយប់ពួកគេហ្វឹកហាត់ដោយសារតែការហ្វឹកហាត់នោះហើយទើបពួកគេមានស្ថានភាពបែបនេះមើលចុះគាត់និយាយកុហកទាំងស្រស់ភ្លាមនោះគាត់ក៏និយាយថាអូហូអញ្ចឹងឬពិតជាមិនធម្មតាមែនគាត់កំពុងគិតប៉ុន្តែការពិតជីនបានយកពួកគេទៅវាយនៅខាងក្រោយវាយរហូតដល់កន្លែងខាងក្រោយឡើងក្តៅទើបពួកគេឈរបែបនេះហើយញាត់ខ្លួនទៀតផងភ្លាមនោះជីនងាកទៅមើលហើយនិយាយថាគាត់សួរអ្នករាល់គ្នាឆ្លើយទៅគាត់សម្លឹងមើលពួកគេភ្លាមនោះពួកគេក៏ឆ្លើយថាមែនហើយឃើញទេខ្ញុំប្រាប់ឲ្យតាជីននិយាយភ្លាមនោះស្មេឃុំសួរថាអញ្ចឹងគួរតែមានម្នាក់ទៀតនៅទីនេះគាត់ទៅណាហើយឈ្មោះជីនទេឬអ្វីនោះនៅពេលនិយាយបែបនេះអាម្នាក់នោះឬយប់មិញគេបានឆ្លក់ប្រកែកជាមួយម្នាក់ហើយវាយគ្នាមុខរបស់គេហាមប៉ោងអស់ហើយតាមដែលខ្ញុំដឹងគេមិនអាចចូលរួមមហាថ្ងៃត្រង់នេះបានទេជីនបាននិយាយអ្វីវាយគ្នាឬមែនហើយគេវាយគ្នាហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគេក្រោកដើរមិនរួចទេជីនបាននិយាយអាយ៉ាអ្នកណាមានចិត្តក្លាហានហ៊ានវាយភ្ញៀវបែបនេះបើរឿងនេះដឹងដល់លោកម្ចាស់នោះចប់ហើយឃើញរឿងនេះលោកម្ចាស់នឹងខឹងខ្លាំងណាស់តាមតែខ្ញុំដឹងគាត់នឹងដេញមនុស្សជាច្រើនចេញពីការងារបន្ទាប់មកគាត់នឹងថាប្រព័ន្ធសន្តិសុខមិនល្អហើយចាប់ផ្ដើមសម្លាប់មនុស្សជាច្រើនហេតុអ្វីចុងក្រោយគាត់នឹងចេញបញ្ជាឲ្យសម្លាប់សូម្បីតែខ្ញុំមិនត្រឹមតែប៉ុណ្ណោះគាត់នឹងមិនលើកលែងឲ្យអ្នកដែលវាយនោះទេពួកគេនិយាយរឿងជាច្រើនភ្លាមនោះជីននិយាយថាអាយ៉ារឿងនេះคล้ายជាបញ្ហាធំបែបនេះឬនឹងហើយមានវិធីមួយគាត់និយាយហើយសួរទៅកាន់មេឃុំថាខ្ញុំមានចម្ងល់មួយប្រសិនបើជំនួសឲ្យជីនទេខ្ញុំនាំយកអ្នកជំនាញក្បាច់គុនម្នាក់ហើយជាអ្នកជំនាញកម្រិតខ្ពស់មកលោកម្ចាស់ប្រកាសជាសប្បាយចិត្តមែនទេគាត់សួរដូច្នេះអ្នកជំនាញក្បាច់គុននោះមិនមែនជាអ្នកណាផ្សេងទេគឺស៊ុងរបស់យើងនឹងឯងគាត់និយាយថានឹងនាំស៊ុងទៅគាត់នឹងជីនសម្លឹងមើលគេហើយសួរថាឯងធ្លាប់ឃើញព្រះអង្គម្ចាស់ទេបន្ទាប់ពីនេះគេបង្ហាញមនុស្សម្នាក់ទៀតកំពុងហ្វឹកហាត់គាត់កំពុងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នៅកន្លែងរបស់គាត់ពេលនោះមានម្នាក់មកជួបគាត់មកដល់ហើយនិយាយថាព្រះអង្គម្ចាស់បានហៅលោកម្ចាស់បានហៅលោកត្រូវចូលរួមអាហារថ្ងៃត្រង់នៅថ្ងៃស្អែកគាត់និយាយថាខ្ញុំជាប់ហ្វឹកហាត់ប៉ុន្តែខ្ញុំមិនអាចបំពេញបញ្ជារបស់លោកម្ចាស់បានទេនឹងហើយខ្ញុំយល់ព្រមខ្ញុំនឹងទៅនៅថ្ងៃស្អែកគាត់បាននិយាយឥឡូវនេះរទេះសេះកំពុងធ្វើដំណើរយ៉ាងលឿនស៊ុងដែលនៅខាងក្នុងនិយាយថានេះជាលើកទី1ហើយដែលខ្ញុំជិះរទេះសេះដែលមានសេះ6ទៀនបែបនេះគេនិយាយបែបនេះអញ្ចឹងឯងធ្លាប់ជិះរទេះសេះដែលមានសេះ4ទៀងទេនៅពេលសួរដូច្នេះទេអានឹងក៏មិនធ្លាប់ដែរអញ្ចឹងធ្លាប់ជិះរទេះសេះទេអានឹងក៏ត្រូវជិះចាប់ពីពេលនេះទៅដែរអញ្ចឹងហេតុអ្វីបានជាឯងភ្ញាក់ផ្អើលជីនគិតថាតើគួរតែហៅគេជាមនុស្សស្លូតត្រង់ឬជាមនុស្សល្ងងជីនមិនដឹងទេប៉ុន្តែដោយសារតែគេរស់នៅលើភ្នំទើបគេមិនសូវដឹងរឿងច្រើនហេតុអ្វីជីនសួរគេថាឯងធ្លាប់ឃើញព្រះអង្គម្ចាស់ទេគេឆ្លើយថាខ្ញុំមិនដែលឃើញទេនាំខ្ញុំទៅផងគេមកដោយក្តីរំភើបដូច្នេះពួកគេក៏នាំគេមកបែបនេះប៉ុន្តែអ្នកផ្សេងទៀតមានអារម្មណ៍ភ័យខ្លាចបន្តិច
បើគេទៅនិយាយប្រទេសប្រដាស់លោកម្ចាស់នឹងសម្លាប់ពួកយើងទាំងអស់គ្នាមិនដឹងថាត្រូវធ្វើម៉េចទេពួកគេកំពុងភ័យខ្លាចភ្លាមនោះមេឃុំសួរថាចៅហ្វៃតូជីនតើការនាំគាត់ទៅនេះត្រឹមត្រូវដែរទេគាត់សួរហេតុអ្វីពីព្រោះទោះបីជាគាត់ជាអ្នកជំនាញក្បាច់គុណឬជាអ្វីក៏ដោយតើខួរក្បាលគាត់ពិតជាមិនអីឬគាត់សួរបើគាត់មិនស្រួលបែបនេះតើត្រូវធ្វើម៉េចជីននិយាយថាលោកមិនបាច់បារម្ភទេខ្ញុំនឹងចាត់ចែងទាំងអស់នឹងហើយបើលោកនិយាយបែបនេះក៏បានមេគុំនិយាយមិនទាន់ចប់ផងស្រាប់តែឮសំឡេងបែករបស់អ្វីម្យ៉ាងងាកទៅមើលឃើញស៊ុងបានបំបែករបស់មួយនៅក្នុងរទេះសេះហើយកាន់វានៅក្នុងដៃមិនដឹងថាជាអ្វីទេអ្នកសង្គ្រោះស្រាប់តែវាធ្លាក់មកក្នុងដៃខ្ញុំមិនបានធ្វើអីទេគ្រាន់តែប៉ាវាក៏ធ្លាក់មកខ្លួនឯងគេនិយាយបែបនេះឥឡូវនេះមេគុំសួរថាចៅហ្វាយតូជីនថាអាចទុកចិត្តបានទេខ្ញុំគិតថាទុកចិត្តចោះជំនឿគឺជាជីវិតមែនទេពួកគេក៏នាំទៅឥឡូវនេះមានម្នាក់ទៀតដែលកំពុងហ្វឹកហាត់នោះគាត់ក៏មានគេទៅហៅឲ្យមកចូលរួមអាហារថ្ងៃត្រង់ដែរដូច្នេះគាត់ក៏មកដល់ទីនេះគាត់ជាអ្នកណាគាត់គឺជាមេបញ្ជាការប្រឹក្សាយោបល់ Advising Commander របស់សានស៊ីដូច្នេះគាត់បានមកដល់ទីនេះឈ្មោះរបស់គាត់គឺលីផុងដូច្នេះលីមកដល់ភ្លាមមានសំឡេងពីខាងក្នុងហៅឲ្យចូលមកគ្រាន់តែឮសំឡេងនោះភ្លាមលីមានការភ្ញាក់ផ្អើលបន្តិចសំឡេងនេះគាត់បើកទ្វារចូលទៅយឺតគ្រាន់តែបើកភ្លាមមនុស្សដែលនៅខាងក្នុងនិយាយថាអូហូមេបញ្ជាការប្រឹក្សាយោបល់ក៏មកទីនេះដែរគាត់និយាយដោយការភ្ញាក់ផ្អើលភ្លាមនោះលីក៏និយាយថាមេបញ្ជាការរង Commander Sub Prefect ខ្ញុំសូមសម្ដែងការគោរពគាត់និយាយបែបនេះប៉ុន្តែក្នុងចិត្តគាត់គិតថាហេតុអ្វីបានជាគេមកទីនេះគាត់កំពុងគិតដូច្នេះតើនឹងមានអ្វីកើតឡើងនៅក្នុងអាហារថ្ងៃត្រង់នេះតើជីននឹងធ្វើអ្វីខ្លះទៀតបន្ទាប់នោះតើមនុស្សដែលទើបតែមកថ្មីនេះជាអ្នកណារឿងរ៉ាវទាំងនេះយើងនឹងបានឃើញនៅក្នុងចម្ពោះបន្ទាប់ដូច្នេះរហូតដល់យើងជួបគ្នានៅចម្ពោះបន្ទាប់គ្រាន់តែជំពូកនេះចាប់ដើមភ្លាមពួកគេបង្ហាញបងប្រុសរបស់ជីនមុនគេបងប្រុសរបស់គាត់កំពុងធ្វើដំណើរមកពីទីនេះនៅក្នុងរទេះសេះមួយភ្លាមនោះគាត់កំពុងគិតថានៅពេលនេះគេប្រហែលជាទៅដល់ហើយមែនទេទៅដល់ហើយទេចុះបើមានអ្វីកើតឡើងចំពោះគេតើត្រូវធ្វើដូចម្ដេចគាត់កំពុងភ័យខ្លាចភ្លាមនោះវីនិយាយថាគាត់មិនមែនជាកូនក្មេងទេគាត់ប្រកាសជាទៅដល់ទីនោះហើយទទួលការគោរពយ៉ាងល្អកុំបារម្ភអីភ្លាមនោះគាត់និយាយថាទេគេនៅតែជាកូនក្មេងឬគាត់ជាកូនក្មេងបើគាត់ជាកូនក្មេងតើលោកដឹងទេថាគាត់បានធ្វើរឿងអ្វីខ្លះពីមុនមកដូច្នេះលោកមិនចាំបាច់បារម្ភអំពីកូនក្មេងនោះទេវីនិយាយយ៉ាងច្បាស់ដូចជាទេកំភាំងមុខគាត់ភ្លាមនោះបងប្រុសរបស់គាត់ក៏នៅស្ងៀមមិនអីទេបើលោកនិយាយដូច្នេះខ្ញុំនឹងមិននិយាយអីទេប្រហែលជាបើលោកបារម្ភលោកអាចសួរពូនប្រុសរបស់លោកដែលនៅក្បែរលោកបានគាត់និយាយហេតុអ្វីបានជាគាត់និយាយអំពីពូនប្រុសរបស់ពួកគេព្រោះជីនមូធ្លាប់បានទៅញ៉ាំអាហារថ្ងៃត្រង់នោះកាលពី3ឆ្នាំមុនដោយសារព្រះអម្ចាស់បានអញ្ជើញដូច្នេះគាត់សួរថាតើមានបញ្ហាអ្វីនៅទីនោះឬអត់ភ្លាមនោះជីនមូនិយាយថានឹងមិនមានបញ្ហាអ្វីនៅទីនោះទេគ្រាន់តែក្រពះរបស់គេល្អគឺគ្រប់គ្រាន់ហើយក្រពះឬតែល្អឬប្រហែលជាអាហារនៅទីនោះហឺខ្លាំងមែនទេបងប្រុសរបស់គាត់សួរទេនឹងមានមនុស្សអាក្រក់ម្នាក់នៅទីនោះហើយជាមូលហេតុដែលខ្ញុំនិយាយថាក្រពះត្រូវតែល្អហេតុអ្វីព្រោះគ្រាន់តែឃើញគេភ្លាមនឹងចង់ក្អួតមុខដែលធ្វើឲ្យចង់ក្អួតនោះត្រូវបានបង្ហាញដល់ពួកយើងនៅក្នុងឈុតបន្ទាប់នៅក្នុងស៊ុំបន្ទាប់មុខនោះក៏លេចឡើងបុរសម្នាក់នេះដែលតុបតែងមុខយ៉ាងក្រាស់ឈ្មោះរបស់គាត់គឺហុងជីនគាត់គឺជាមេបញ្ជាការរងដែលគ្រប់គ្រងកន្លែងនេះទាំងមូលគឺកន្លែងដែលព្រះអម្ចាស់គង់នៅគាត់គឺជាមន្ត្រីលំដាប់ទី2ដូច្នេះដើម្បីជួបគាត់មេបញ្ជាការទីប្រឹក្សាលីបានចូលមកកន្លែងដែលគាត់នៅគ្រាន់តែគាត់ចូលមកភ្លាមគាត់ចេះតែគិតថាហេតុអ្វីបានជាអាម្នាក់នេះអង្គុយនៅទីនេះឃើញបែបនេះហុងជីនសួរថាតើមានរឿងអ្វីមេបញ្ជាការទីប្រឹក្សាយើងមិនបានជួបគ្នាយូរហើយទោះជាយ៉ាងណាក៏ដោយលោកមិនផ្ដល់ការគ្រប់ដល់ខ្ញុំឲ្យបានត្រឹមសោះតើខ្ញុំបាននិយាយអ្វីខុសចំពោះលោកពីមុនមកឬគាត់សួរភ្លាមនោះលីនិយាយថាទេខ្ញុំមិនបានធ្វើបែបនោះទេហេតុអ្វីព្រោះមានអ្នកហាត់ក្បាច់គុណអាក្រក់ជាច្រើននៅទីនេះដូច្នេះខ្ញុំបារម្ភថាលោកអាចនឹងមានអារម្មណ៍មិនស្រួលគាត់និយាយឌឺដងដាហុងជីនដោយចេតនាអូលោកគិតបែបនោះឬប៉ុន្តែខ្ញុំចូលចិត្តលោកណាស់មិនត្រឹមតែប៉ុណ្ណោះរបៀបដែលលោកហៅខ្ញុំហាក់ដូចជានៅឆ្ងាយណាស់លោកស្និទ្ធស្នាលជាមួយខ្ញុំណាស់លោកអាចនិយាយជាមួយខ្ញុំតាមធម្មតាបានគាត់និយាយឬបែបនេះលីនិយាយថាអញ្ចឹងឬបើអញ្ចឹងតាមខ្ញុំអាចហៅលោកថា Unicorn តាមធម្មតាបានទេគាត់សួរឬបែបនេះគាត់និយាយថាទេការហៅបែបនោះហាក់ដូចជាជ្រុលពេកហើយមិនមែនទេឬលោកបានប្រាប់ឲ្យហៅតាមធម្មតានោះហើយជាមូលហេតុដែលខ្ញុំហៅបែបនោះលីនិយាយខ្ញុំគិតថាលោកពូកែប្រើតែដាវតាមធម្មតាប៉ុន្តែថ្ងៃនេះលោកក៏ពូកែប្រើពាក្យសម្ដីដែរតើលោកបានទៅហ្វឹកហាត់ច្រៃមកឬលោកមើលទៅប្លែកបន្តិចនៅថ្ងៃនេះគាត់និយាយ
แม่นហើយវាប្លែកប៉ុន្តែបើប្រៀបធៀបនឹងមនុស្សមួយចំនួនខ្ញុំគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះលីចេះថានិយាយឌឺដងដាស់គាត់ នៅពេលដែលការប្រកួតពាក្យសម្ដីបែបនេះកើតឡើងរវាងពួកគេភ្លាមនោះ Unique Hung នេះនិយាយថាមិនអីទេយើងអាចនិយាយគ្នានៅពេលក្រោយប៉ុន្តែខ្ញុំមានការសង្ស័យមួយលោកគឺជាសមាជិកនៃនិកាយ Mount Hua-sek មែនទេមិនត្រឹមតែប៉ុណ្ណោះនិកាយ Mount Hua-sek គឺជារបស់ Shanxi មែនទេគាត់សួរគាត់ក៏និយាយថាមែនហើយខ្ញុំធ្លាប់ជាសិស្សម្នាក់ប៉ុន្តែហេតុអ្វីបានជាលោកសួរបែបនេះឥឡូវនេះលីសួរទេខ្ញុំបានឃើញអ្នកហាត់ក្បាច់គុណមួយចំនួននៅ Shanxi ខ្ញុំគិតថាពួកគេប្រហែលជាមនុស្សដែលលោកស្គាល់នោះហើយជាមូលហេតុដែលខ្ញុំចង់សួរអំពីរឿងនោះគាត់និយាយស្អីគេលោកបានឃើញមនុស្សពីនិកាយ Mount Hua-sek ឬទេខ្ញុំមិនស្គាល់ Mount Hua ទេបើមានខ្ញុំនឹងប្រាប់លោកហើយគាត់និយាយលោកមិនចាំបាច់ឃើញតែនិកាយ Mount Hua-sek ទេព្រោះនៅ Shanxi មិនមែនមានតែនិកាយមួយឬពីរទេមាននិកាយជាច្រើនលីនិយាយអូហូអញ្ចឹងឬទោះជាយ៉ាងណាក៏ដោយលោកប្រកាសជាស្គាល់ឈ្មោះរបស់ពួកគេដោយនិយាយបែបនោះហុងធ្វើអ្វីមួយគាត់ហៅមនុស្សមួយចំនួនចូលមក Southern Edge 3 Hands ដៃ3នៃ Southern Edge នៃ Shanxi ដោយនិយាយបែបនោះគាត់ហៅមនុស្សមួយចំនួន Southern Edge 3 Hands នេះគឺជាអ្វីគឺជានិកាយ Southern Edge Sec ដូច្នេះមិនថាម៉ាន់ហွာមួយណាទេនៅក្នុងម៉ាន់ហွာនោះប្រកាសជាមានបញ្ហារវាង Mount Hua និង Southern Edge ជានិច្ចដូច្នេះសម្រាប់ម៉ាន់ហွာនេះក៏ដូចគ្នាដែរសិស្សរបស់ Mount Hua កំពុងឈរនៅទីនេះគឺមានបញ្ជាការទីប្រឹក្សាលីដូច្នេះដោយហៅមនុស្សចំនួនពី Southern Edge មកប្រកាសជាមានបញ្ហារវាងពួកគេដោយរំពឹងទុកនៅរឿងនេះហុងនេះបាននាំពួកគេមកដោយចេតនាមិនថាជានរណាក៏ដោយមិនគួរធ្វើរឿងបែបនេះមនុស្សគ្រប់គ្នាដឹងអំពីទំនាក់ទំនងរវាងយន្តទាំងពីរគឺរវាង Mount Hua-sek និង Southern Edge ប៉ុន្តែទោះបីជាដឹងក៏ដោយបុរសម្នាក់នេះបានធ្វើបែបនេះលីខាងនឹងគាត់យ៉ាងខ្លាំងភ្លាមនោះសមាជិកនៃ Southern Edge ចូលមកហើយអូហូឯនៅទីនេះឬមេបញ្ជាការទីប្រឹក្សាលីនៅទីនេះឬពួកគេចូលមកនិយាយឌឺដងដាគាត់ឃើញពួកគេភ្លាមតើឯងកំពុងធ្វើអ្វីនៅទីនេះលីសួរភ្លាមនោះពួកគេនិយាយថាមេបញ្ជាការរងបានហៅពួកយើងមកទីនេះដោយផ្ទាល់នៅពេលដែលគាត់ហៅដោយផ្ទាល់តើពួកយើងអាចបានមកបានទេមិនត្រឹមតែប៉ុណ្ណោះខ្ញុំបានឮថាឯងបានខ្លាចជាមនុស្សធំហើយឯងបានខ្លាចជាមេបញ្ជាការទីប្រឹក្សាមែនទេនេះគឺជារឿងល្អសម្រាប់ឯងដែលនៅក្នុង Mount Hua ដោយនិយាយបែបនោះសមាជិកនៃ Southern Edge ទាំងនេះចេះតែនិយាយឌឺដងដាគាត់ម្ដងហើយម្ដងទៀតដើម្បីធ្វើឲ្យគាត់ខឹងហេតុអ្វីបានជាឯងប្រមាថ Mount Hua តើឯងប្រមាថ Mount Hua ឬមិនមែនឯងទេឬដែលភឿវាកាលពី10ឆ្នាំមុនឯងបានចាញ់អញយ៉ាងអាម៉ាស់ដោយប្រើក្បាច់គុណរបស់ Mount Hua ហើយរត់ចេញពី Mount Hua មិនមែនឯងទេឬកងអ៊ីវហៀកសមាជិកនៃ Southern Edge សួរលីឥឡូវនេះជិនរបស់យើងនិងអ្នកផ្សេងទៀតចូលមកគ្រាន់តែពួកគេចូលមកភ្លាមជិនរបស់យើងមើលតើបរិយាកាសនៅទីនេះយ៉ាងម៉េចដែរហេតុអ្វីបានជាដូចជាមានសង្គ្រាមកំពុងកើតឡើងនៅទីនេះវាគឺបែបហ្នឹងដោយនិយាយបែបនោះគាត់ចូលមកឥឡូវនេះគាត់កំពុងគិតថាតើត្រូវគោរពនរណានៅពេលនោះអ៊ីនឹកហុងមកគោរពគាត់ដោយផ្ទាល់មកដល់ហើយតើលោកគឺជា Sleeping Dragon នោះមែនទេមែនហើយគឺខ្ញុំជិនថែឃ្យុងនៃគ្រួសារជិននៃថាយួនគាត់និយាយឬបែបនេះភ្លាមកងអ៊ីវហៀកនៃ Southern Edge មកខាងមុខលោកក្មេងជាងខ្ញុំគិតទៅទៀតគេនិយាយថាលោកគឺជាមនុស្សដែលមានទេពកោសល្យខ្លាំងណាស់មិនអីទេរីករាយដោយបានជួបលោកសស្ពូនឈ្មោះរបស់ខ្ញុំគឺកងអ៊ីវហៀកគាត់និយាយជិនរបស់យើងនៅស្ងៀមតើអាមណាក់នេះជានរណាមិនពាក់តនសោះបាយជីមកនិយាយដូចជាសិស្សច្បងរបស់ខ្ញុំរំខានបន្តិចហើយឃើញមុខនេះគាត់ចេះតែគិតភ្លាមនោះគាត់និយាយថាខ្ញុំដឹងថាលោកធ្លាប់ឮអំពីខ្ញុំ Southern Sector of ធ្លាប់ឮមែនទេមែនហើយធ្លាប់ឮលោកនៅក្នុងប្រឡូមលោកនោះអាយ៉ាមិនគួរនិយាយអំពីប្រឡូមលោកនៅទីនេះទេគ្មានអ្វីទេដោយនិយាយបែបនោះចិនរបស់យើងចាប់ផ្ដើមបង្វែររឿងភ្លាមឬបែបនេះកងអ៊ីវហៀកខឹងទោះជាយ៉ាងណាក៏ដោយនិយាយបែបនោះការបញ្ឈប់នៅពេលកំពុងនិយាយបែបនេះមិនមែនជាការគោរពទេសួរអ្វីដែលលោកចង់សួរមកខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយគាត់និយាយភ្លាមនោះចិនរបស់យើងអញ្ចឹងតាមមេដឹកនាំនិកាយបច្ចុប្បន្នរបស់លោកឈ្មោះអ្វីគាត់សួរភ្លាមនោះកងអ៊ីវហៀកនិយាយថាកងអ៊ីវជុងគឺជាឈ្មោះរបស់គាត់ចិនរបស់យើងអូហូអញ្ចឹងឬគាត់សួរដោយភ្ញាក់ផ្អើលឬបែបនេះកងសួរថាតើលោកមិនได้ឮទេឬ Tempest Swordsman លោកប្រកាសជាធ្លាប់ឮឈ្មោះនេះហើយប្រហែលជាធ្លាប់ឮឬប្រហែលជាមិនធ្លាប់ចិនរបស់យើងឆ្លើយបែបដឹងខ្លះមិនដឹងខ្លះព្រោះជីនយើងក៏ពិតជាមិនដឹងថាមានមនុស្សបែបនេះឬអត់ទេគាត់ទើបតែមកដល់ដូច្នេះគាត់ពិតជាមិនដឹងទេប៉ុន្តែកោងមិនចូលចិត្តរឿងនេះទេកោងគិតថាទោះជាយ៉ាងណាក៏ដោយគាត់ក៏មកពីគ្រួសារធំមួយដែរ
នៅពេលវាបែបនេះការនិយាយថាมันได้ลือអំពី Southern Age និងមេដឹកនាំនិកាយបច្ចុប្បន្នរបស់ Southern Age គឺជារឿងដែលមិនអាចទទួលយកបានប្រហែលជាគាត់ធ្វើរឿងទាំងអស់នេះដើម្បីឌឺដង Southern Age ដោយចេតនាឬគាត់ខឹងបន្តិចភ្លាមនោះជីនយើងឈប់សិនឈ្មោះរបស់លោកហាក់ដូចជាស្រដៀងគ្នាកោងអ៊ីវយងកោងអ៊ីលហៀកឈ្មោះមកដូចគ្នាប្រហែលជាលោកគឺជាយ៉ាងហោចណាស់លោកក៏យល់រឿងនេះដែរខ្ញុំគឺជាបងប្អូនជីដូនមួយទី5របស់ឪពុកមេដឹកនាំនិកាយនោះគាត់និយាយអូហូបងប្អូនជីដូនមួយទី5របស់ឪពុកឬជីនយើងសួរដោយភ្ញាក់អន់ម្ដងទៀតភ្លាមនោះគាត់និយាយថាมันគួរនិយាយរឿងនេះនៅខាងក្រៅទេខ្ញុំក៏មិនអួតអំពីរឿងនេះនៅខាងក្រៅដែរវាគ្រាន់តែជាមោទនភាពមួយប៉ុណ្ណោះទោះបីជាលោកនិយាយអំពីរឿងនេះក៏ដោយខ្ញុំមិនអួតខ្លួនឯងទេគាត់និយាយតើមានអ្វីត្រូវអួតអំពីរឿងនេះបងប្អូនជីដូនមួយទី5របស់ឪពុកទោះបីជាលោកនិយាយរឿងនេះក៏ដោយគ្មាននរណាម្នាក់នឹងទទួលយកលោកជាសាច់ញាតិទេលោកមិនទាំងចូលក្នុងសាច់ញាតិឆ្ងាយផងតើខ្ញុំត្រូវនិយាយអួតអំពីរឿងនេះទៀតឬបងប្រុសជីនយើងនិយាយដូចជាឌឺដងឬបែបនេះកោងនឹងមនុស្សពីរនាក់ដែលមកជាមួយគាត់ពួកគេទាំង3នាក់ខឹងយ៉ាងខ្លាំងជីនយើងគិតថាវាជាការត្រឹមត្រូវដែលពួកនេះធ្វើបែបនេះអាចធ្វើឲ្យពួកនេះខឹងថែមទៀតទោះជាយ៉ាងណាក៏ដោយពួកនេះគឺជាសមាជិកនៃ Southern Age គ្រួសារជីនគឺជាស្រុកក្នុងតំបន់ប៉ុន្តែ Southern Age គឺជាស្រុកថ្នាក់ជាតិដូច្នេះការមានបញ្ហាជាមួយពួកគេគឺមិនល្អទេដូច្នេះវាជាការល្អដែលទុកវាចោលបែបនេះដល់និយាយបែបនោះជីនយើងក៏ស្ងប់ស្ងាត់បន្តិចឥឡូវនេះហងជីនណែនាំថាគាត់ជានរណាគាត់គឺជាមេបញ្ជាការរងគាត់និយាយភ្លាមនោះជីនយើងចេះតែសម្លឹងមើលគាត់និយាយម្ដងទៀតថាគាត់ជានរណាគ្រាន់តែនិយាយចប់ភ្លាមដោយឃើញជីនយើងសម្លឹងមើលអាហាតើលោកបានឃើញថាទឹកមុខរបស់គាត់គឺស្រឡាញ់ប៉ុណ្ណាមេបញ្ជាការទីប្រឹក្សាលីគាត់និយាយទៅកាន់លីជីនយើងឃើញគាត់និយាយបែបនេះវាជាការល្អសម្រាប់ខ្ញុំដែលនៅឆ្ងាយពីបរិបទម្នាក់នេះគាត់គិតឥឡូវនេះលីណែនាំថាគាត់ជានរណាគាត់និយាយទៅកាន់ចិនរបស់យន្តថាគេនិយាយថាមានទេពកោសលថ្មីមួយបានកើតឡើងនៅសាន់ស៊ីប៉ុន្តែទើបតែពេលនេះទេដែលខ្ញុំបានឃើញដោយផ្ទាល់គាត់និយាយភ្លាមនោះចិនរបស់យើងទេពកោសលឬខ្ញុំមិនមែនជាមនុស្សដែលមានតម្លៃដ៏ថ្នាក់ហៅថាអស្ចារ្យនោះទេគាត់និយាយទេជាធម្មតាភាគចចាំអារាមត្រូវបានគេនិយាយបំផ្លាវប៉ុន្តែគ្រាន់តែឃើញលោកនិយាយពេលនេះខ្ញុំមានអារម្មណ៍ថារឿងទាំងអស់នេះគឺជាការពិតគាត់និយាយអ្វីដែលលោកនិយាយគឺត្រឹមត្រូវសូម្បីតែខ្ញុំក៏បានឃើញទីហ៊ានជាច្រើននៅពេលចេញមកក្រៅដែរប្រសិនបើលោកជាអ្នកដែលបានបំវឹកពួកគេទាំងកក់ប្រកាសណាស់ពួកគេគឺជាមនុស្សខ្លាំងសូម្បីតែខ្ញុំក៏ភ្ញាក់អស់ដែរចិនរបស់យើងនិយាយជាមួយគាត់យ៉ាងស្និទ្ធស្នាលមិនអីទេណែនាំអ្នកផ្សេងទៀតឲ្យស្គាល់ផងនៅពេលមេបញ្ជាការទីប្រឹក្សាសួរភ្លាមនោះមនុស្ស4នាក់ស្រែកព្រមគ្នាថាសួស្ដីហេតុអ្វីបានជាពួកឯងស្រែកបែបនេះចិនរបស់យើងនិយាយទៅកាន់ពួកគេឥឡូវនេះពួកនេះនៅស្ងៀមនៅមកខាងទៀតឈើរបស់យើងកំពុងឈរទៅម្នាក់ឯងឃើញគាត់ភ្លាមកងនេះគឺសមាជិកនៃ Southern Edge សួរគាត់ថាតើឯងឈ្មោះអ្វីភ្លាមនោះឆើងនេះនរណាតើលោកកំពុងសួរខ្ញុំឬមានតែឯងទៀតដែលនៅម្នាក់ឯងនេះទីនេះអញ្ចឹងឯងកំពុងសួរឯងតើឯងជានរណាតើខ្ញុំនៅម្នាក់ឯងឬនៅមាន1 2 3 4នៅមាន4នាក់ទៀតនៅជាមួយខ្ញុំលោកអាចសួរពួកគេបានដែរគាត់រាប់ពួកគេពួកវាបានប្រាប់ឈ្មោះរបស់ពួកវាហើយមានតែឯងទេដែលមិនទាន់ប្រាប់ឈ្មោះប្រាប់មកថាឯងជានរណាកងចេះតែស្រែកទេនៅពេលលោកហៅខ្ញុំថាសាស្ប្អូនខ្ញុំគិតថាលោកមិនបាននិយាយជាមួយខ្ញុំទេតើលោកកំពុងហៅខ្ញុំមែនទេទើបតែពេលនេះទេដែលមាននរណាម្នាក់ហៅខ្ញុំថាសាស្ប្អូនជាលើកដំបូងដូច្នេះខ្ញុំមានការសង្ស័យថាតើលោកកំពុងនិយាយជាមួយខ្ញុំឬអត់ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាលោកកំពុងនិយាយជាមួយខ្ញុំឆើងចេះតែនិយាយឬបែបនេះកងភៀងឲ្យយ៉ាងខ្លាំងជីតើពួកឯងជានរណាតើពួកឯងមកពីណាហេតុអ្វីបានជាពួកឯងមកដើម្បីសម្លាប់អញគាត់គិតភ្លាមនោះឆឹងភូងណែនាំថាគាត់ជានរណាឈ្មោះរបស់ខ្ញុំគឺឆឹងភូងខ្ញុំមកពីសាន់ស៊ីគាត់និយាយមកពីសាន់ស៊ីអញ្ចឹងឯងមកពី Faisek នេះមែនទេគាត់សួរទេគាត់និយាយមិនមែនឬមែនហើយខ្ញុំមកពីហេណានទើបតែពេលនេះទេដែលឯងនិយាយថាឯងរស់នៅសាន់ស៊ីឮបែបនេះឆងរបស់យោមែនណាឥឡូវនេះខ្ញុំនៅសាន់ស៊ីមែនទេនោះហើយជាមូលហេតុដែលខ្ញុំនិយាយថាខ្ញុំមកពីសាន់ស៊ីគាត់និយាយព្រះអើយមិនអីទេតើឯងមកពីនិកាយណា Iron Blood Sect ឬ Five Dagger Sword Sect គាត់សួរ Iron Blood Five Daggers តើវានៅឯណាគាត់សួរឈប់សិនឯងនិយាយថាឯងនៅហេណានបើឯងនៅហេណានតើឯងមិនដឹងអំពីនិកាយនេះទេឬទេតើឯងមកពីវត្ត Shaolin Temple ឬទេខ្ញុំនៅហេណានតែកន្លះខែប៉ុណ្ណោះមុននោះខ្ញុំនៅសាន់ស៊ីនោះហើយជាមូលហេតុដែលខ្ញុំមិនសូវដឹងអំពីហេណានគាត់និយាយយីទើបតែពេលនេះទេដែលឯងនិយាយថាឯងមកពីហេណានខ្ញុំមកពីហេណានប៉ុន្តែមុននោះខ្ញុំនៅសាន់ស៊ីមែនទេអញ្ចឹងខ្ញុំមិនដឹងអំពីហេណានទេគាត់និយាយកងខឹងអាចគួតពិភពលោកទាំងមូលគឺជាស្រុកកំណើតរបស់ឯងតើចុះហេតុអ្វីបានជាឯងសម្លាប់អញគាត់ខឹងនឹងគាត់ពេលនោះគាត់ទៅវាយគាត់ប៉ុន្តែឆងរបស់យើងចាប់ដៃរបស់គាត់ភ្លាមគាត់ទប់ដៃទាំងពីររបស់គាត់យ៉ាងត្រឹមត្រូវសំទោសខ្ញុំចាប់វាដោយមិនដឹងខ្លួននៅពេលកំពុងនិយាយសំទោសឆងទៅសំទោសគាត់អូហូចាប់ដោយមិនដឹងខ្លួនឬឯងមិនចាំបាច់សំទោសអញទេផ្ទុយទៅវិញឯងនឹងត្រូវបងខ្លាយពេញលេងសម្រាប់រឿងនេះ
กอดเคิงให้เตรียมคล้วนประโยชน์เปลี่ยมนู้จีนระบอกเสียงชวนหมอกกัดสมสงับสงัดมันติกวิมันรอเถกนุ่นก้าบรรต่อปัญหานิเตียดแฮดเอาไว้ร่วมติกเตียดเพรอำจาระบอกเยืองหนึ่งมอกดอทีนี้นับเป็นวีแบบนี้ตาวิตรำเตยเทคนุ่นก้าถ้วยเรื่องแต่หอนี้กอดสัวปันตาหรือแบบนี้อยู่ในห้องเต้ตามีปัญหาไว้นึ่งการล้างก่อนนี้ใจตะการผู้เก๋เปลี่ยมนู้ลี advising commander ลีก็ชี้ยิ้มขวาดแด่ปันตานับเป็นได้กอดมันอาจเถือไว้บ้านจีนระบาดเชืองคิมุมันอาจเถือไว้บ้านเทียดให้คิมดอกครวนให้เถือไว้ได้นักจองเถือเจาะคิมุมันมีปัญหาเต้ก่อนนี้ใจเคยมนุษย์กลุ่มเนียนี่ใจอย่างเมืองมาดแบบนี้ชาวระบาดเยืองมันอยู่ถ้ามีเรื่องมาไว้การล้างเต้ตาคินุบานเถือไว้เคาะแมนเต้กดสูจีนระบาดเยืองเปลี่ยมนู้ก้องขังสายเก๋เถือไว้เคาะหรือดำบงอังบุดมอดเตยเอาไว้กรุ๊ปยางได้อังเถือคือเคาะดอนนี้ใจแบบนู้ก็สไลด์ดากอดเคยแบบนี้ช่องฟิอาอาลกาเจปิดประกอบคือแบบนี้หรือเติบแต่เป็นนิเต้ได้เกเจขนมจีเลิกดำบงนู่ให้เจมูลหายได้ขนมมีอารมณ์พลายบันติกก็หลอมอย่างแด้ก่อนนี่ใหญ่มันกลัวตุกอามาแนกนิเต้ดอยนี่ใหญ่แบบหนูกอดยก Divine Thunder Fist หมอกสำดาวตะชองนี่เพลียมบนแต่บนต่อปิกาไว้ประหารนุบานบรรจบเอาไว้ได้บักคือได้ระเบาะกองตัววิงโปรดช้องระเบาะเยื่องบานตุบสกัดกาไว้ประหารนุมันแม้นดอยเปล่าประจัยกติกันดับใดเตคือดอยเปล่าประจัยกติบาดใดชมุในประจัยกตินุคือ Origin Illusion Palm กรอนตะทัวแบบนี้เพลียมเชียมจะจรานโฮจังปีใดระเบาะกอดคืนแบบนี้ช้องบ่อเยือนเชียมโฮจรันมาแล้วคืนแบบนี้คิวเงินอารมณ์มันล้อกอดนี่ใหญ่ยี่มันแมนไอเดหรือใดถือเวียกอดกึดขนมเจ็ดแล้วนี้จีนกึดท่าคิมดึงรุดให้ท่าเรื่องนี้หนึ่งการล้างตัวเจอย่างหนาก็ด้อยช่องนี้บานตุบสกัดกองได้เนื้อกำรัดเจ็ดสับดอยกรอนแต่กาไว้ประหามุ้ยนึ่งดอยเปล่าไปใจกระเตดบ้านใดแต่มืออย่างงีส่วนถ้าช่องนี้ปิดจิตสถัดกรองกำรัดนะตากอดคลั่งบรรณากอดกำปุงกึดแล้วนี้กรอนแต่ลือชมู Origin Illusion Palm นี้เพลียมลีเมียนกาพยักไปเอาเป็นติกเพลียมนู้กอดสู่ท่า Origin Illusion Palm หรือแต่อ่างเป็ดจีแจ้เวียแมนหรือแมนหายขนมแจ้จีตาระบอกขนมบันบองรีนเคียมช่องนี้ยีมันไอเดตากอดชมูเอาไว้เนื้อเปลี่ยนลี่สู่ชมูระบอกกอดคือเมจองฮักกอดนี่ใหญ่เมจองฮักสอดเซจเมจองฮักตากอดจีตาระบอกอ่างหรือมนุษย์กลุ่มนี้พยักพาวแฮดเอาไว้เพราะสอดเซจนี้คือจีมนุษย์มันแอกได้สถิตขนมรำแหน่งกำปูลกาอันวัดดาวนึกเนืองโมริมเตียงมวนอะไรนี้จีนระบอกเย็นบันดักซื้อระบอกกอดนึกครงใดระบอกกอดเจ้าเพราะระบอกสอดเซจหรือมันอ่อนเตอันจังสกอกรับนี่อาหารนี่ขิมบ้านน้อมกอดมาข้างขิมหายจับปีเปนิเตยกอดเจระบอกขิมมีนนาไอป้าปอดทรอบสมบัติระบอกขิมบานเตขิมหนึ่งแหกวิจารจีนระบอกเย็นจับประดำซ้ายแต่มันไอหรือแบบนี้กองคังสอดเสกก็มีนโกนเตเนเปลี่ยนวิแบบนี้แต่แองมอกปีหน้าแดดท่าจีใจแต่แองก็ฮอกผู้ยินหรือกอดคังอย่างคลั่งบรรดาช่องนี่ใหญ่ท่าเตขิมมันบานคอกเตขิมคือชื่อเจ้าบรอดระบอกกอดแฮดไปโปรกอดตอนบานปรับขิมการปีมาเปรชนันมุนสัตว์เกรียนมวยบานมอกให้ตุ่มแหลกขิมไว้กอดกอดนี่ใหญ่หรือแบบนี้มนุษย์กรุบที่สำลังเมื่อใส่เกสัตว์เกรียนหมอตำแหลหรือจีนระบอบยังดวลหนึ่งใดช่องบานดาวจำลายดอยจำลายแบบนี้จีตาระบอบกอดประหายจะบานปรับเรื่องนี้ถ้าสัตว์เกรียลมุกตำหลักโกนนูหอยจิมูละเฮ็ดได้กอดเจือเคินเรื่องตั้งอ่อนนี้จีนเกตทาเตชั่วโมงระบอบพวกเกก็พลายบายโดยเฉพาะสอดเซจประหายจะบานโยกอดหมกจิงเจมตู้จีอย่างนาก็ได้โดยซาแต่กอดเลือนึงพนุมระหดดอลอายุมาพลิชนำกอดประหายจิกทาเอาไว้ได้จิตาระบอกกอดนิยัยคือจะกาปิดนูหอยจะมูละเฮ็ดได้กอดกทาเรื่องนี้จะกาปิดเมื่อเตอกอดกึดมันไอเตขยำนึงเป็นยลอางโกนมุกปีจำเหียนสำคัญจำนวนใบดาวนิเยแบบนูกอดเป็นยลกอดกอดก็นิเยชมูวิเจสัสเต็งออกนอได้กอดเกิดไทยโอ้อินจังหรือจังแต่งนี้คือชีวิตที่สำคัญแต่งใบแด่โกนเมามันไอเตตาโลกช่วยขยมเอาเมียงโกนบานเตกอดสัวเตขยมมันไอทัวเรื่องนี้บานเตไอนังดังอัมปีเรื่องนี้เหนือเปกร้อยไอนังดังบันติดมาดองกอดตุกวิจาลหรือแบบนี้กองคังอย่างคลังตาวปูแองกำปงนิเยอัมปีเอาไว้พลิมนุกอดนิเยทามันไอเตตุกเอาไว้ได้กอดนิเยจาลเตตู้จีอย่างนาก็ได้ประสันบากอดปุ๊ดจีเจ้าพร้อนระบาดสอดเซจโดยกอดนิเยตาวโลกหนึ่งเธอโดยมาได้โลกบ้านหมกประยุทธ์จมวยกอดดอยมันจำใบตาวโลกบ้านเกิดเตทาหนึ่งเมียนเอาไว้การล้างเหล่านี้จิ้นระบาดยืนสัวกองเพลียมโนกอดนิเยทาเตประสันบาเวจิกาปุ๊ดเมบัญชีกาปีปรึกษาลีได้ชอนอตีนี้ประกอบเจดังอันเชิงสัวกอดเตอกอดเงียกเตเมอลีเงียกเตเมอเตกาสัวไอคือขมิ้นประหยอยเตไอบานรถเจนปีนิกายบรรต่อปีจังอันเจิมตาไอหนึ่งดังเอาไว้เตอกอดสัวดอยดือดองเพลียมนู้ลีนิยีทาเอาไว้ได้ไอนิยีคือตรำเตอขยมบานรถเจนปีนิกาย
ប៉ុន្តែមានរឿងមួយខុសនៅក្នុងអ្វីដែលឯងនិយាយខ្ញុំគិតថាវាជាថ្ងៃបន្ទាប់ពីខ្ញុំចាញ់នៅពេលនោះគ្រូរបស់ខ្ញុំបាននាំខ្ញុំទៅកន្លែងមួយមានមនុស្សជាច្រើននៅទីនោះ Elder ជាច្រើនសមាជិកនានិកាយរបស់យើងទាំងអស់គ្នាបានទៅជួប Grand Master របស់យើងពួកយើងបានស្វែងរកគ្រប់ទីកន្លែងនៅក្នុង Mount Hua បន្ទាប់ពីចំណាប់ទម្រង់ប្រយុទ្ធជាច្រើនទើបពួកយើងទៅដល់កន្លែងនោះតើឯងដឹងទេថាពួកយើងបានឃើញអ្វីនៅទីនោះក្មេងប្រុសទួយម្នាក់អាយុប្រហែល10ឆ្នាំក្មេងប្រុសបែបនោះកំពុងហាត់បច្ចេកទេសទាំងអស់របស់និកាយ Mount Hua Sect គឺ Plum Blossom Techniques ឃើញក្មេងប្រុសបែបនោះពួកយើងមិនសោយទេវាពិតជាអស្ចារ្យណាស់ដែលឃើញគាត់ហាត់គាត់គិតឮបែបនេះកុងខឹងតើឯងកំពុងនិយាយអំពីអ្វីដើម្បីប្រើ Plum Blossom Technique មនុស្សម្នាក់ត្រូវតែជា first rate martial artist យ៉ាងហោចណាស់នៅពេលវាបែបនេះតើឯងកំពុងនិយាយថាក្មេងប្រុសតូចនោះជា first rate martial artist នៅពេលនោះឬគាត់សួរភ្លាមនោះលីនិយាយថាតើនរណាទៅដឹងនៅក្នុងងូរៀមនេះអ្វីក៏អាចកើតឡើងបានដែរនោះហើយជាមូលហេតុដែលបន្ទាប់ពីឃើញរឿងនោះខ្ញុំមិនចោទនៅក្នុងនិកាយខ្ញុំបានដឹងថាមានរឿងជាច្រើនដែលត្រូវរៀននៅខាងក្រៅនិកាយនោះហើយជាមូលហេតុដែលខ្ញុំពិតជាបានចេញពីនិកាយគាត់និយាយលើករឿងទាំងអស់នេះហើយឥឡូវនេះមនុស្សគ្រប់គ្នាងាកទៅមើលមកខាងឥឡូវនេះជីនរបស់យើងគិតថាចង់បាននិយាយថាមានមនុស្សជាច្រើនបានមកជួបជីតារបស់គាត់នៅពេលគាត់មានអាយុ10ឆ្នាំឥឡូវនេះជីនរបស់យើងទើបតែដឹងថាអ្នកដែលមកជួបទាំងកោះគឺជាសមាជិកនៃនិកាយ Mount Hua Sect ទោះជាយ៉ាងណាក៏ដោយមានរឿងមួយទៀតដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងរឿងនេះត្រឹមអាយុ10ឆ្នាំគាត់បានក្លាយជា First Rate Martial Artist នេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតឥឡូវនេះគង់កាន់តែខឹងទេដំបូងបង្ហាញភ័ព្វតាងមកតើមានភ័ព្វតាងអ្វីដែលថាក្មេងប្រុសតូចនោះជាក្មេងប្រុស